សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយ anime ដែលជាភាពបន្តរបស់យើងសម្រាប់តែអ្នកចង់ឲ្យកាហ្វេអាមីនញ៉ាំនោះអាចតាមរយៈ QR Code មួយនេះមុននឹងចូលទៅដល់ការសម្រាយសង្ឃឹមថាអ្នកទាំងអស់គ្នាជួយចុចឲ្យម្នាក់មួយមកឲ្យអាមីនមានកម្លាំងចិត្តធ្វើរឿងបន្តអញ្ចឹងណាបើចុចហើយអូខេតោះចូលទៅសាច់រឿងតាមសាច់រឿងនៅពេលនេះវាមានរយៈពេល3ថ្ងៃហើយចាប់តាំងពីពិធីបុណ្យមកដែលឥឡូវនេះសកៃកំពុងតែអង្គុយនៅហាងមួយកន្លែងឬក៏បានរំលឹកពីអ្វីដែលមានដំណោះហើយនឹងអាការីនិយាយផងដែរចាប់តាំងពីពិធីបុណ្យរហូតមកដល់ពេលនេះដូចជាគ្មានអ្វីកើតឡើងឡើយសកៃឥឡូវនេះក៏ពិតជាឈឺក្បាលខ្លាំងមែនតើគាត់គិតថាគាត់នឹងយកច្រឡំពីភាពរ៉ូមែនទិកជាមួយនឹងមាត់ពីកុមារភាពផ្លែលោកឃើញនរណាម្នាក់បានយកតកមកដាក់ចិត្តថ្ពាល់សកៃពេលយ៉ាងទៅហើយសកៃភ្ញាក់ឡើងប្រែតហ្មងចំណែកនៅម្នាក់នោះក៏ជារូណានឹងឯងមើលទៅឡើងខ្ជូតហ្មងណាយើងបាននឹងហើយសកៃនៅថ្ងៃនេះក៏បានដើរលេងជាមួយនឹងរូណាសកៃបានសួរចំពោះរូណាតាមបានអីទេឬដែលនាងមិនបានទៅលេងនៅក្នុងពិធីបុណ្យសម្រាប់រូណាមិនអីទេប៉ុន្តែនៅថ្ងៃនេះនាងពិតជាសប្បាយចិត្តដែលបានមកដេតជាមួយនឹងគាត់លើចឹងទៅសកៃចង់កៀងដែរហ្នឹងការដេតរូណាបានសួរចំពោះសកៃជាមួយនឹងទឹកមុខរបស់គាត់តើមានរឿងអ្វីកើតឡើងនៅក្នុងពិធីបុណ្យសកៃថាទេវាគ្មានអ្វីឡើយប៉ុន្តែក៏គ្រាន់តែជាមនុស្សម្នាក់ដែលរងចាំនៅក្នុងពិធីបុណ្យប៉ុន្តែវាគ្មានផ្លូវទេដែលជីវិតរបស់គាត់ប្រែជារ៉ូមែនទិករូណាបានដូរការ៉េមហើយប្រាប់ទៅសកៃថាប្រកាសណាស់វានឹងរ៉ូមែនទិកបែបនេះពេលអញ្ចឹងទៅមានអារម្មណ៍ថាជាតិខ្លាំងមែនតែនហ្មងណាសម្រាប់រូណានៅក្នុងពិធីបុណ្យនាងមិនដឹងថាមានអ្វីកើតឡើងនោះឡើយដូច្នេះអ្វីដែលកើតឡើងមកលើនាងតែងតែជាភាពរ៉ូមែនទិកជានិច្ចសកៃលើហើយបើកភ្នែកភ្លឹកតែម្ដងរូណានាងនៅតែបញ្ជាក់អញ្ចឹងវាតែងតែជាភាពរ៉ូមែនទិកសម្រាប់នាងអុយមកបែរគេកំពុងតែលោតញាប់ភ្លាមនោះអាប៊ូតុងហៅអាហារក៏បានរោធ្វើឲ្យសកៃឡើងព្រឹសសម្បល់ហ្មងសកៃថាលោតញាប់អីគាត់រត់យល់ទេកុំថាឲ្យគាត់ចឹងមើលរូណាបានប្រាប់ឲ្យសកៃនៅចាំទីនេះផ្លែទៅនាងទាំងទៅយកអាហារព្រោះតែស្ទាយរបស់គេធ្វើឲ្យអ្នកមើលឡើងលងតាមម្ដងសកៃឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាពួកគេធ្វើឲ្យគាត់តែងតែឈឺក្បាលរហូតឡើងអញ្ចឹងភ្លាមយើងបានលើសម្លេងនារីម្នាក់បាននិយាយចំពោះសកៃថាគាត់កំពុងតែទទួលបានការយកចិត្តទុកដាក់ដោយធម្មតាមើលទៅនារីម្នាក់ហ្នឹងអង្គុយលើកង់ជិញរៀងមកឡើងស្វែលសកៃក៏ស្គាល់នារីម្នាក់ហ្នឹងទេក៏ងាកមុខចេញតែខ្លាចឃើញលេអូគេបន្ថែមនេះក៏ជឿថានាងប្រហែលជាច្រឡំមនុស្សអូម្នាក់ហ្នឹងបានប្រាប់ទៅសកៃថាឥឡូវនេះនាងស្លៀកខោខ្លីទៅដូច្នេះនាងក៏បានលាសកៃរួចជិះកង់ចាក់ចេញទៅសកៃក៏ឆ្ងល់ដែរហេតុអ្វីបានជានារីម្នាក់ហ្នឹងស្គាល់ឈ្មោះរបស់គាត់រូណាចេញមកក៏បានសួរទៅសកៃស្គាល់នារីម្នាក់ហ្នឹងអត់សកៃប្រាប់ទៅក៏ស្គាល់ទេនៅពេលដែលនារីម្នាក់ហ្នឹងជិះកង់តាមផ្លូវនាងក៏បានហៅផងដែរគឺសកៃពេលវេលាថ្ងៃបន្ទាប់បានចូលមកដល់ដែលមានមកកំពុងស្រែកឲ្យសកៃថាលឿនមកខកមកទៅរៀនឡើយហើយអាការីបានប្រាប់ឲ្យមានមកលឿនមកបើចាំសកៃទេនៅតាមផ្លូវដែលពួកគេកំពុងតែទៅសាលាអាការីនឹងមានមកបាននិយាយគ្នាសកៃក៏បានរំលឹកថាពួកគេគឺជាមិត្តពីកុមារភាពរបស់គាត់ប៉ុន្តែពេលរដូវក្តៅបានកន្លងផុតទៅពួកគេបានមកទម្លាប់ចាស់ដដែលដូច្នេះក៏ថាខ្លួនឯងមិនអាចមានទំនាក់ទំនងជាមួយនឹងមិត្តពីកុមារភាពរបស់ខ្លួនឯងនោះទេនារីម្នាក់ដែលបង្ហាញមុខកាលពីម្សិលមិញថានេះគឺជាភាពរ៉ូមែនទិកវាចៃដន្យមកចំពេលដែលសកៃគិតពីវាដែរពេលអញ្ចឹងទៅធ្វើឲ្យសកៃចង់កៀងដែរហ្នឹងគាត់ងាកទៅនេះគឺជានារីម្នាក់កាលពីម្សិលមិញហើយតានារីម្នាក់នោះថាសកៃលួចខ្លាំងណាស់ដែលមាននារីពីរនាក់ដើរជាមួយនេះក៏បានហៅអាគារក៏សកៃថានាងពិតជាចំណែនណាមើលទៅមុខដល់អាការីនឹងមីលម៉ូទៅដូចជាប្រច័ណ្ឌមិនទេនារីម្នាក់នោះបានទម្លាយរឿងថាសកៃដើរជាមួយនឹងស្រីកាលពីម្សិលមិញនៅពេលណាមីលម៉ូសួរទៅសកៃថានោះគឺជារូណានឹងឯងអូម្នាក់នោះក៏ភ្ញាក់បានដែរដើម្បីដែលនាងដឹងថានោះគឺជារូណាភ្លាមនាងក៏បានធ្វើការហៅទៅអោបអាការីនឹងមីលម៉ូតែម្ដងដោយសារតែនាងទាំងពីរធំឡើងពិតជាស្រស់ស្អាតខ្លាំងណាស់ចំណែកអាការីនឹងមីលម៉ូក៏ឆ្ងល់ខ្លាំងដែរបន្ទាប់មកនារីម្នាក់នោះក៏បានលាពួកគេទាំងអស់គ្នាជិះកង់ចាក់ចេញទៅអាការីបានសួរសកៃស្គាល់នោះសកៃថាអត់ទេនៅពេលដែលសកៃបានមកដល់សាលារៀនយើងឃើញអាប៉ែ3នាក់ហ្នឹងបានមកសួរសកៃមានរឿងកើតឡើងនារី3នាក់ចំរោមពេលអញ្ចឹងទៅសកៃក៏អត់ដឹងនិយាយថាមិនទេពួកលបងនឹងថាមានមិត្តកុមារភាពមិនអត់ចិត្តទេព្រមទាំងទៅពាក់ព័ន្ធជាមួយនឹងក្មេងស្រីនៅវិទ្យាល័យទៀតភ្លាមយើងបានលើសម្លេងអាការីនិយាយថាពាក្យចចាមអារាមគួរឲ្យអស់សំណើចសារតានាងដឹងថាអ្នកណាក៏ជាបង្កើតពាក្យចចាមអារាមទាំងអស់នេះនាងនឹងវាយប្រហារជាមិនខានចំណែកលោកព្រះទាំងអស់គ្នានេះគឺឡើងញ័រសាច់ហ្មងនៅមកសម្រាប់បានចូលមកដល់សកៃនិងមីណាម៉ូអាការីបានមកជំនុំគ្នាអាការីនេះឆ្ងល់ណាស់តើនរណាក៏ជាអ្នកបង្កើតពាក្យចចាមអារាមទាំងអស់នេះមកសម្រាប់មីណាម៉ូនាងបានដឹងថាហៃរតាហារូគឺជាអ្នកបង្កើតនាងគឺជាអត្តពលិកដ៏ឆ្នើមម្នាក់នៅឆ្នាំដំបូងទេនាងបានឡើងកោតឡើងកប់សេរីហ្មងពីណាគេក៏ស្គាល់ដែរនារីដ៏គួរឲ្យស្រឡាញ់តាមការសិក្សាស្រាវជ្រាវរបស់មីណាម៉ូបានដឹងថាហៃរតាហារូនេះហើយគឺជាអ្នកបង្កើតពាក្យចចាមអារាមទាំងអស់នេះលើបែបនេះអាការីក៏ដៃឆៅមកខឹងចំពោះអូនម៉ៅដូច្នេះសកៃសម្រេចថាគាត់នឹងតម្រង់ទៅរកអូនម៉ៅតែម្ដងមើលអាការីនិងមីណាម៉ូគេសប្បាយចិត្តគេបន្ទាប់មកសកៃបានមកសួរមិត្តភក្តិ
របស់ហារូមានដឹងថាហារូនៅណាអត់អូម្នាក់នឹងប្រាប់ថានាងកំពុងតែញ៉ាំអាហារថ្ងៃត្រង់នៅក្លឹបរបស់នាងអាការីនឹងមានមកឃើញមិញដូចជាកាចដល់ហើយពេលមកសួរគេឡើងស្លូតហ្មងបន្ទាប់ពីលើបែបនេះសកៃបានសម្ដៅមកក្លឹបរបស់អូនម៉ៅគាត់ឆ្ងល់ថានាងនៅទីនេះអត់ប៉ុន្តែគាត់ត្រូវតែគោះទ្វារនៅពេលដែលអូនម៉ៅឆ្លើយថានាងនៅទីនេះភ្លាមសកៃបើកទ្វារចូលតែម្ដងសកៃពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលឃើញល្អដល់គុណភាពមើលតែស្បែកអាហ្នឹងទៅដូចថេងប៉ាពណ៌អញ្ចឹងឃើញមែនទេក៏រៀនមិនចាចេញប៉ុន្តែអូនម៉ៅថាមិនអីទេគ្រាន់តែជាសកៃទេអីដូច្នេះនាងចង់ប្រាប់ឲ្យគាត់ចាំបន្តិចទៅនឹងស្លៀកពាក់មួយផ្លែតបន្ទាប់ពីស្លៀកពាក់រួចអូនម៉ៅបានប្រាប់ឲ្យសកៃចូលមកក្នុងម៉ោងប្រូនឹងដើរមិនប្រយ័ត្នក៏ល្អដួលទៅលើអូនម៉ៅតែម្ដងតែមែននេះឲ្យសកៃក៏កសំទៅថាគាត់ល្អដួលហ្នឹងប៉ុន្តែមានណាវាធ្វើឲ្យអូនម្នាក់ហ្នឹងមានការសំណោចជាខ្លាំងនាងថាមិនអីទេវាគ្រាន់តែជាទង្វើអចេតនាហើយពេលយើងក៏ជាមិត្តនឹងគ្នាស្រាប់ទៅហើយសកៃក៏មិនដឹងទេថាពួកគេគឺជាមិត្តនឹងគ្នាតាំងពីកាលណាឡើយពេលយ៉ាងទៅអូនម៉ៅបានចាប់មុខសកៃឲ្យមកមើលចំមុខនាងតែម្ដងហើយបាននិយាយថាគ្មានផ្លូវទេដែលគាត់មិនអាចចាំនាងបានចំណែកអាការីនឹងមានមកកំពុងតែចាំសកៃនៅក្រៅពួកគេបាននិយាយគ្នាថាគួរទៅពិនិត្យអត់អាការីថាបាច់ទេពីព្រោះគាត់មិនពេញនិយមជាមួយនឹងក្មេងស្រីឡើយប៉ុន្តែគាត់សពទៅគាត់ពិតជាល្អជាមួយនឹងពួកគេទាំងពីរខ្លាំងណាស់ដូច្នេះពួកគេសម្រេចចិត្តថានឹងទៅត្រួតពិនិត្យហ្មងទៅបន្ទាប់ពីត្រួតពិនិត្យពួកគេពិតជាភ្ញាក់ផ្អើលហើយណាស់ដែលឃើញសកៃនៅពីលើអូនម៉ៅសកៃថាតើវាជាការប៉ិនមែនទេអូនម៉ៅថាប៉ិតប្រកបណាស់ចង់ប៉ះវាដែរអត់លើបែបនេះហើយអាការីនឹងមានមកបានថាពួកគេតែកំពុងតែធ្វើអ្វីហ្នឹងអាការីបានថាសកៃតែគាត់កំពុងតែធ្វើអីគេសកៃប្រាប់ទេនេះគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះតែឃើញពួកគេខំម៉ែនេះសកៃក៏បានសួរពួកគេតើចាំអត់នេះថាអូនម៉ៅម្នាក់នេះគឺជាហារូគឺជាមិត្តដែលតែងតែលេងបាស្កេតបលជាមួយនឹងគាត់តែមករឿងនេះឲ្យពួកគេទាំងពីរពិតជាភ្ញាក់ផ្អើលខ្លាំងណាស់រំលឹកមកការពីក្មេងដែលមានមកបានហៅសកៃឲ្យត្រឡប់ទៅផ្ទះវិញសកៃបានប្រាប់ឲ្យពួកគេចាំឲ្យផ្លែតដែលគាត់កំពុងតែលេងបាបោះជាមួយនឹងហារូម៉ែមើលតែរូបរាងរបស់ហារូដូចក្មេងប្រុសអញ្ចឹងបានគេមិនស្គាល់ហ្នឹងជាធម្មតាឲ្យតែល្ងាចឡើងក៏តែងមកលេងបាសជាមួយនឹងហារូជានិច្ចដូច្នេះហារូគឺជាមិត្តពីកុមារភាពរបស់គាត់ដែលគាត់តែងតែគិតថានាងគឺជាមនុស្សប្រុសអាការីនឹងមានមកលើដូច្នេះពិតជាភ្ញាក់ផ្អើលហារូគឺជាមនុស្សស្រីឥឡូវនេះសម្រាប់ហារូបានប្រាប់ឲ្យពួកគេว่าឆ្ងល់ទៀតទេសម័យនៃការប្រឡងឆាមេទី1នាងបានព្យាយាមរាក់ទាក់ទៅកាន់ពួកគេទាំងពីរប៉ុន្តែត្រូវបានពួកគេមិនអើពើទៅវិញបែរនេះឲ្យអាការីនឹងមានមកពិតជាសុំទោសខ្លាំងមែនតែនសម្រាប់រឿងមួយដែលហារូនិយាយចំពោះសកៃនាងមិនភ្លេចទេពេលរបៀបដែលគាត់បបួលនាងទៅនំឬក៏មុជទឹកជាមួយនឹងគ្នាសកៃថាអត់គិតទេពីព្រោះហារូនៅកាលពីក្មេងគឺជាមនុស្សប្រុសហារូក៏បានគេក៏សកៃថាអញ្ចឹងអត់គិតក៏បានដែរពីភាពសាសនាបែបនេះហើយសកៃព្យាយាមដកខ្លួនចេញអត់ឲ្យនឹកគីអេប៉ុន្តែសាហ្មងហារូនឹងចេះព្យាយាមទៅចិត្តសកៃលេងផ្ទុកគ្នាទៅបោកនឹងជញ្ជាំងតែម្ដងសកៃនៅពេលនេះក៏ពិតជាភ័យខ្លាំងណាស់ចំណែកហារូនាងពិតជាឆ្ងល់ហេតុអ្វីបានជាសកៃព្យាយាមដកខ្លួនចេញពីនាងអញ្ចឹងឬក៏ដោយសារគាត់ដឹងថានាងគឺជាមនុស្សស្រីអាការីមានម៉ូឥឡូវនេះប្រច័ណ្ឌចង់ដល់កម្រិតហើយភ្លាមហារូបដូរទៅយំតែម្ដងនាងតែងតែគិតថាគាត់នឹងគឺជាមិត្តពីកុមារភាពរបស់នាងដែលឃើញសង្វើរបស់សកៃបែបនេះហើយហារូពិតជាមានការសំណោចជាខ្លាំងអាពេលគេបោកអញ្ចឹងសកៃមានការក្តៅឆៅហ្មងអូននឹងសើចធម្មតាមកអស់ចិត្តទេហត់មកគៀកក៏សកៃទៀតសើចលង្កាហើយពេញហ្នឹងឥឡូវនេះអាការីនឹងមានមកប្រច័ណ្ឌដល់កម្រិតហើយក៏ចាប់ហារូឲ្យចាក់ចេញពីសកៃទៅបញ្ចប់ពីរឿងទាំងអស់នេះពួកគេបាននិយាយអំពីពាក្យចចាមអារាមវិញសម្រាប់ហារូនេះគ្រាន់តែប្រច័ណ្ឌដែលសកៃដើរលេងជាមួយនឹងក្មេងស្រីទាំង3បន្តែពេលនេះហារូបាននិយាយថាតើពួកគេទាំងអស់គ្នាមិនមែនជាសង្សារនឹងគ្នាទេឬសកៃឆ្ងល់ខ្លាំងណាស់ហារូក៏បានប្រាប់ទៅពីព្រោះនាងតែងតែឃើញពួកគេនៅជាមួយនឹងគ្នាក៏អំពីរឿងរ៉ាវទាំងអស់ពួកគេបាននិយាយប្រឹងថាវាមិនដូចនោះឡើយសម្រាប់អ្វីទាំងអស់នោះហារូថាវាជាការធូរស្បើយខ្លាំងណាស់បន្ទាប់ពីនេះមកអាការីនឹងមានមកបានលាហារូចាក់ចេញទៅមុនទៅសកៃឆ្ងល់ខ្លាំងណាស់អំពីអ្វីដែលហារូនិយាយគឺជាការធូរស្បើយហារូបានហៅសកៃដែលចង់បបួលគាត់ទៅលេងនៅអាសួនដែលពួកគេស្រុកទៅលេងកាលពីក្មេងសកៃថាទៅបើចង់ហៅគឺអាការីនឹងមានមកហារូនៅតែហាមខុសសកៃអញ្ចឹងពីព្រោះនាងចង់ឲ្យមានតែពួកគេ2នាក់តែប៉ុណ្ណោះនៅពេលល្ងាចបានចូលមកដល់ដែលសកៃកំពុងតែចាំហារូនៅកន្លែងដែលពួកគេធ្លាប់លេងនៅកាលពីក្មេងសកៃក៏ពិតជាឆ្ងល់ខ្លាំងមែនតើហេតុអ្វីបានជានាងចង់ជួបគាត់អញ្ចឹងគាត់បានគិតអ្វីដែលលើពីនេះហើយបានហាមខ្លួនឯងមិនឲ្យគិតទេកំពុងតែគិតនោះភ្លាមហារូមកបញ្ញាក់សកៃតែម្ដងវាធ្វើឲ្យសកៃឡើងភ័យហ្មងណាបែរនេះហើយហារូពិតជាមានការសំណើចទៅលើសកៃដូច្នេះហារូបានប្រាប់ឲ្យសកៃចាប់ផ្ដើមឥឡូវនេះតែម្ដងទៅសកៃញាប់អាងណាស់នៅពេលដែលហារូចាប់ផ្ដើមដោះអាវរបស់នាងពេលដែលហារូបង្ហាញវាគ្រាន់តែជាឈុតកីឡាមួយតែ
ប៉ុណ្ណោះចំណែកសាកៃគ្នាខំតភ័យមានន័យហារូគ្រាន់តែចង់បបួលសាកៃលេងបាសបោះជាមួយនឹងគ្នាហ្នឹងនៅពេលលេងហ្នឹងសាកៃខំតាមហារូខ្លាំងមែនតើហារូដៀលសាកៃទៀតផងនៅពេលលេងហ្នឹងហារូបានលើកឡើងពីការធ្វើស្បើយរបស់នាងនៅពេលដែលបានដឹងថាពួកគេមិនមែនជាសង្សារនឹងគ្នាបានសាកៃមានសង្សារពួកគេមិនអាចលេងបាសបោះជាមួយនឹងគ្នាទៀតឡើយចំណែកសាកៃលេងបាល់គិតមើលបាល់ឯងមើលតាប៉ងរបស់គេនោះពេលចឹងទៅហារូនាងក៏បានយកឈ្នះសាកៃមួយគ្រាប់សាកៃថាគុំតកព្យាយាមសាតកព្យាយាមដឹងតែឈ្នះហើយសម្រាប់ហារូបានសាកៃខ្លាំងចឹងសាម្ដងទៀតហ្មងហើយនៅការលេងជាលើកទី2ហារូនៅតែស៊ីសាកៃអញ្ចឹងនៅការលេងទី3សាកៃបណ្ដាបើហើយសួរចំពោះហារូថាហេតុអ្វីបានជានាងចូលទៅវិជាល័យគ្នាមិនឲ្យពួកគេដឹងអញ្ចឹងហារូប្រាប់ទៅនាងជឿថាពួកគេមិនដឹងថានាងជាស្រីនោះឡើយសម្រាប់សាកៃក៏គិតថាហារូនៅតែដូចពីមុនអញ្ចឹងតែងតែរញ៉េរញ៉ៃជាមួយនឹងគាត់ដូច្នេះហើយក៏នឹងលេងមែនតែនមិនអាចចាញ់នាងបានឡើយនៅពេលដែលសាកៃហត់ទៅបានគ្រាប់បាល់របស់ហារូនាងបោះតម្រង់ចូលឡើងភ្លក់តែម្ដងចំណែកអ្នកទាំងពីរកំពុងតែនៅលើគ្នាសម្រាប់សាកៃគាត់អៀនខ្លាំងណាស់បើហារូនាងឈ្នះ3លើកហើយដូច្នេះសាកៃព្យាយាមចាក់ចេញពីហារូតែម្ដងអួយក្លិនអីក្លិនមាសមេក៏ក្រអូបម្លេះហារូថាឥឡូវនេះសាកៃចាញ់ហើយដូច្នេះគាត់នឹងទទួលបានអ្វីដោយនឹងការពីក្មេងសាកៃយល់ហើយវាគឺជាការផ្ទាត់ថ្ងាសរបស់គាត់ឥឡូវនេះហារូនាងមិនធ្វើវាទេនាងសុំសួរចំនួនវិញអំពីរឿងនៅក្នុងពិធីបុណ្យនាងបានឃើញហេតុការណ៍របស់ពួកគេថាអាការីនឹងមានមកកំពុងតែសារភាពចំពោះគាត់មែនទេទាំងដែលឥឡូវនេះគាត់ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងបន្ថែមពីនេះនាងចង់ដឹងថាគាត់នឹងជ្រើសរើសយកមួយណាសាកៃលេងតាំងមុខឆ្ងល់ថាហារូកំពុងតែនិយាយអំពីអ្វីប្រហែលជានាងយកច្រឡំហើយគាត់សុំតបផងឥឡូវនេះដល់វេនហារូលេងតាំងមុខម្ដងហើយសួរគាត់ថាមើលឃើញពួកគេលើពីមិត្តភក្តិមែនទេសាកៃខំបកកាយប៉ុន្តែហារូថាប្រាប់មកនាងជាមិត្តពីកម្មាភិបរបស់គាត់បន្ថែមពីនេះជាមួយនឹងការណាត់ជួបរូណាផងដែរតែគាត់មិនចង់ចាប់ផ្ដើមពីភាពរ៉ូមែនទិកជាមួយនឹងមិត្តពីកម្មាភិបទេឬសម្រាប់សាកៃគឺវាស្គាល់ខ្លាំងណាស់គាត់មិនអាចចាប់ផ្ដើមបានឡើយហារូបានលើកឡើងអំពីការពីក្មេងនៅពេលដែលពួកគេទៅគូសជញ្ជាំងនៅពេលដែលម្ចាស់គេតាមតនសាកៃធ្វើទឹកមុខបែបនេះហើយព្យាយាមប្រកែកក្រឡែងមកមើលឥឡូវវិញណាគឺទឹកមុខបែបហ្នឹងហើយសាកៃនៅតែប្រាប់ចឹងថាគាត់អត់ចាប់អារម្មណ៍ទេគ្រាន់តែរឿងការពីក្មេងទៅចាត់តែយកមកនិយាយដែរឥឡូវនេះហារូសួរសាកៃយ៉ាងណាក៏មិនឆ្លើយដូច្នេះប្រយុទ្ធតែម្ដងទៅបើសាកៃឈ្នះនាងមិនតាមសួរគាត់ទៀតទេបើចំណែកនាងឈ្នះគាត់ត្រូវប្រាប់នាងពីអ្វីគ្រប់យ៉ាងសម្រាប់សាកៃហ្គេមអីយុទ្ធធម៌ម៉េះដូច្នេះគាត់ខ្ជិលលេងអត់លេងទេពេលចឹងទៅហារូមកយំនេះវគេហ្មងឲ្យលេងមួយទៅឲ្យយល់ថានាងគឺជាមិត្តពីកម្មាភិបគាត់ផងសាកៃធុញខ្លាំងមែនតើអំពីការអង្វររបស់ហារូដូច្នេះគាត់លេងហ្មងទៅដូច្នេះហារូនាងក៏បានលើកឡើងស្នៀតរបស់នាង 100% គឺឈ្នះខំវឹកហាត់នៅក្នុងបន្ទប់ទឹកព្រមទាំងវឹកហាត់នៅពេលដែលដោះថ្មិញផងដែរដូច្នេះនាងប្រកាសថាមិនចាញ់នោះឡើយបើសម្រាប់សាកៃគាត់និយាយថាគាត់មិនចាញ់ដូចគ្នាដូច្នេះបង្ហាញឥឡូវនេះតែម្ដងទៅពីណាគេសើចនឹងចាញ់ហាមកមុខដូចថៃឋានមែនអ្វីសាមហ្មងគេនិយាយមួយថ្ងៃក៏បើគេប្រកួតចឹងសោះសាកៃក៏បីនឹងចាញ់ជាមួយនឹងទឹកមុខទី2របស់ហារូឥឡូវនេះដល់ទឹកមុខទី3របស់ហារូវិញឥឡូវនេះសាកៃចង់សើចប៉ុន្តែក៏មិនអាចសើចទេអ្វីដែលសំខាន់នោះគឺរឿងសម្ងាត់របស់គាត់សំខាន់ជាងហារូបានបង្ហាញថានៅកាលពីក្មេងមានមកបានសួរផងដែរនាងឆ្ងល់ថាសាកៃចូលចិត្តពីណាគេបន្ទាប់មកហារូបានបង្ហាញទឹកមុខទី4របស់នាងអូតើវាស្អាតដែរទេសាកៃក៏គាត់បង្ហាញទឹកមុខទី4របស់គាត់ដែរគឺដូចណារូតូអញ្ចឹងហារូបានបង្ហាញថានៅកាលពីក្មេងអាការីតែងតែលួចកាត់សរសើរចំពោះសាកៃសូម្បីតែរូណាតែងតែនិយាយថាចូលចិត្តសាកៃដូចគ្នាសាកៃថាគាត់ចាប់ទុកនាងដូចជាប្អូនរបស់គាត់ហារូឆ្ងល់ថាហេតុអ្វីបានជាសាកៃនៅតែរឹងរូសអញ្ចឹងសាកៃសួរវិញហេតុអ្វីបានជាហារូដឹងច្រើនម្ល៉េះសម្រាប់ហារូប៉ុណ្ណឹងហើយមិនប្រកាសទៀតនាងចង់លើកទឹកចិត្តគាត់ពីព្រោះគាត់គឺជាមិត្តសម្លាញ់របស់នាងសាកៃលើបែបនេះហើយឈប់ធ្វើទឹកមុខភ្លាមៗតែម្ដងវាធ្វើឲ្យហារូអស់សំណើចជាមួយនឹងទឹកមុខធម្មតារបស់សាកៃឆ្ងល់មុខធម្មតារបស់គាត់សោះក៏សោចដែរឥឡូវនេះហារូនាងចាញ់ហើយនាងមកសួរគាត់ទៀតទេបើទោះជាណាក៏ដោយសាកៃនៅតែធ្វើអញ្ចឹងមិនហើយវាជាការពិតដែលគាត់កាត់ពួកគេច្រើនជាងមិត្តភក្តិហារូសួរសាកៃតើគាត់ប្រកាសដែរឬទេពីព្រោះនាងចាញ់ការភ្នាល់សាកៃថាមែនហើយពីព្រោះនាងគឺជាមិត្តជិតស្និទ្ធរបស់គាត់គឺហារូឥឡូវនេះសប្បាយចិត្តណាស់ដែលបានលើដូច្នេះអុយតើវាទៅជាយ៉ាងណាតែគាត់ចូលចិត្តពួកគេដែរឬទេសម្រាប់សាកៃវាគឺជារឿងអាម៉ាស់ខ្លាំងណាស់គាត់មិនប្រកាសថាវាជាស្នេហាឬក៏ទៅជាយ៉ាងណាគាត់មានអារម្មណ៍ល្ងងនៅពេលដែលគាត់គិតពួកគេច្រើនជាងមិត្តភក្តិហើយគាត់ក៏មិនដឹងថាពួកគេទាំង3មានអារម្មណ៍យ៉ាងណាចំពោះគាត់ផងដែរហារូនាងយល់ហើយពីអ្វីដែលសាកៃកំពុងតែនិយាយឬក៏ធ្វើការចាត់ពណ៌ក៏លេងទៅសាកៃភ្ញាក់ផ្អើលហើយសរសើរគាត់ពិតជាគួរឲ្យស្រឡាញ់មែនអ្វីទាំងអស់នេះហារូយល់ថាវាគឺជាស្ថានភាពដ៏ស្មុគស្មាញដូច្នេះនាងសម្រេចចិត្តថានឹងជួយសាកៃហ្មងទៅគិតមកថ្ងៃដែលពួកគេបបួលគ្នាជប់លៀងសម្រាប់ហារូវិធីអបអរដែលពួកគេមកជួបជុំគ្នាវិញមានន័យថានាងភ្ញាក់ផ្អើលណាស់នៅពេលបានដឹងថាហារូគឺជាមនុស្សស្រីសម្រាប់អាការីមែនហ
ហើយហារូក៏ជាមនុស្សស្រីដ៏គួរឲ្យស្រឡាញ់ហារូថាកុំសរសើរនាងពេកសូម្បីតែអ្នកទាំងពីរក៏គួរឲ្យស្រឡាញ់ផងដែរប៉ុន្តែនាងឆ្ងល់រឿងមួយថារូណានៅឯណាចំណែកអាសាកៃណែវិញមកឡើងស្លេកតែម្ដងឆ្ងល់ថាហារូនឹងបង្ហាញអាកំបាតរបស់គាត់ទៅពួកគេដែរឬទេពីព្រោះនៅថ្ងៃមុនក៏បានប្រាប់នាងដែរថាកុំឲ្យចូលពាក់ព័ន្ធនៅរឿងទាំងអស់នេះហារូនឹងឆ្ងល់ថាហេតុអ្វីពីព្រោះនាងអាចជួយឲ្យសាកៃដឹងពីអារម្មណ៍របស់ពួកគេមិនថាទោះជាណាក៏ដោយសាកៃនៅតែបដិសេធអញ្ចឹងក៏បានដោះស្រាយរឿងទាំងនេះដូចជាការទិញនំភីសាឲ្យហារូញ៉ាំភ្លាមៗហារូបាននិយាយសួរចំពោះអាការីនិងមីណាម៉ូតែមានអារម្មណ៍យ៉ាងណាចំពោះសាកៃដូច្នេះហើយពួកគេគាំងឡើងពេញនឹងតែម្ដងអូខេអ្នកទាំងអស់គ្នាវីដេអូរបស់យើងមានតែប៉ុណ្ណឹងបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like មួយមកពីខ្ញុំមក CAA Anime សូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ